ញ៉ាំសាច់អាំងនៅកន្លែងលក់តាមចិញ្ចើមផ្លូវនាងថែមទាំងបានប្រាប់ម្ចាស់ហាងជាពិសេសតែប្រើឈើចាក់សាច់ដែលគេបោះចោលក្នុងធុងសម្រាមធានាថាទោះជាញ៉ាំទៅរៀកក៏ដោយក៏មិនឲ្យម្ចាស់ហាងទទួលខុសត្រូវដែរថែមទាំងយកស្រាបៀរទឹកកកមួយកេះមកហើយក៏ចាប់ផ្ដើមហូបចុកគ្មានសណ្ដាប់ធ្នាប់រីឯមិត្តរួមការងារដែលកំពុងអង្គុយលើខ្លួនរបស់ម្ចាស់ហាងនៅពេលនេះស្រាប់តែទប់លេងជាប់បើមិនបានរត់លឿនស្ទើរតែរីកដាក់លើខ្លួនម្ចាស់ហាងទៅហើយរីឯមូលហេតុដែលនារីម្នាក់នេះមានអំណាចពិសេសបែបនេះគឺដោយសារតែនាងជាមនុស្សដែលបានកើតជាថ្មីនៅក្នុងជាតិមុនមិត្តរួមការងារគឺជាបុគ្គលដ៏ល្បីល្បាញដែលធ្វើឲ្យគេអស់សង្ឃឹមមិនបានគេងជាប់គ្នាអស់កន្លះខែរាល់ថ្ងៃធ្វើការថែមម៉ោងនៅក្រុមហ៊ុនតែនៅតែមានកម្លាំងព្រលឹងខ្លាំងក្លាចំណែកឯនារីវិញទាំងដែលនាងគេងទៀងម៉ោងរាល់យប់ម៉ោង10តែបែរជាហត់នឿយអស់កម្លាំងពីឡើងចំខ្មៅដោយខ្លាឃ្មុំផេនដាសូម្បីតែដាក៏ចេះតែងងុយដេកលក់ទៅដែរពេលបញ្ជូនទៅមន្ទីរពេទ្យពិនិត្យគ្រូពេទ្យប្រាប់នាងថាកម្រិតខ្សោយសរីរាង្គរបស់នាងប្រៀបបាននឹងមនុស្សអាយុ60ឆ្នាំបើមិនបញ្ឈប់ការធ្វើការពេលយប់បែបនេះរាល់ថ្ងៃទេមិនយូរប៉ុន្មានថ្ងៃទៀតនាងនឹងមានហានិភ័យស្លាប់ភ្លាមដោយសារការធ្វើការពេលយប់ខ្លាំងពេកតែលោកគ្រូពេទ្យខ្ញុំចូលគេងមុនម៉ោង10យប់រាល់ថ្ងៃមិនដែលធ្វើការពេលយប់ទេរីរូបនេះគិតមិនយល់សោះមិនដឹងថាហេតុអ្វីបានជាកើតមានបែបនេះតែបន្តិចម្ដងនាងក៏បានដឹងថារាល់ពេលដែលមិត្តរួមការងារធ្វើការថែមម៉ោងពេលយប់នាងនឹងមានអារម្មណ៍មិនស្រួលខ្លាំងដូចជាមិត្តរួមការងារបានផ្ទេរភាពនឿយហត់ទាំងអស់ពីការធ្វើការពេលយប់អស់អីចឹងហេតុនេះហើយនាងក៏បានស្នើសុំមិត្តរួមការងារកុំឲ្យធ្វើការពេលយប់ស្មានថាមិត្តរួមការងារបែរជាមិនអើពើថារាងកាយរបស់ខ្លួនរឹងមាំខ្លាំងទោះបីជាធ្វើការថែមម៉ោងពេលយប់ក៏មិនមានផលប៉ះពាល់ដល់រាងកាយរបស់ខ្លួនបន្តិចណាដែរហើយប្រាប់នាងកុំឲ្យរារាំងគេរកលុយគឺបែបនេះហើយរាល់ថ្ងៃមិត្តរួមការងារនៅតែបន្តធ្វើការថែមម៉ោងពេលយប់ធ្វើការថែមម៉ោងច្រើនហួសហេតុពេលដងនាងទ្រាំលេងបានរួចក៏ស្លាប់បាត់បង់ជីវិតនៅលើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមិននឹកស្មានថាមួយវិនាទីក្រោយនាងបានកើតជាថ្មីត្រឡប់ទៅថ្ងៃដំបូងដែលមិត្តរួមការងារចូលធ្វើការមិត្តរួមការងារធ្វើការថែមម៉ោងជាច្រើនថ្ងៃជាប់គ្នាដោយមិនគេងរីឯរូបនាងផ្ទាល់ក៏ចាប់ផ្ដើមអស់កម្លាំងខ្លាំងណាស់ដែរនាងដឹងថាទោះជានាងកើតជាថ្មីហើយក៏ដោយស្ថានភាពនៃការធ្វើការដល់យប់ជ្រៅនៅតែមិនផ្លាស់ប្ដូរដូច្នេះនាងក៏លួចយកថ្នាំមួយគេងមួយកញ្ចប់ដាក់ក្នុងកាហ្វេរបស់មិត្តរួមការងារសង្ឃឹមថាគេនឹងត្រឡប់ទៅគេងលក់ស្រួលវិញគិតថារាងកាយរបស់នាងអាចបានសម្រាកហើយមិននឹកស្មានថាថ្ងៃបន្ទាប់រាងកាយរបស់នាងកាន់តែពិបាកទ្រាំទៅទៀតគ្រាន់តែបើកទូរស័ព្ទក៏បានដឹងថាមិត្តរួមការងារមិនត្រឹមតែមិនបានត្រឡប់ទៅគេងទេតែបែរជារត់ទៅក្លឹបផឹកស៊ីលេងមួយយប់ពេញនាងចង់សាកល្បងថាបើនាងនៅធ្វើការយប់ជ្រៅដូចគ្នាតើនឹងប៉ះពាល់ដល់មិត្តរួមការងារដែរឬទេដូច្នេះនាងក៏នៅធ្វើការថែមម៉ោងនៅក្រុមហ៊ុនរហូតដល់យប់ជ្រៅតែមិត្តរួមការងារគ្រាន់តែអស់កម្លាំងបន្តិចបន្តួចប៉ុណ្ណោះអ្នកដែលដួលមុនគេនៅតែជានាងផ្ទាល់នាងក៏ដឹងភ្លាមថាបើបន្តបែបនេះទៀតរាងកាយរបស់នាងនឹងទ្រាំលេងបានហើយបើនៅតែបន្តរបៀបនេះទៀតនាងនឹងស្លាប់បាត់បង់ជីវិតមិនខានដូច្នេះហើយគាត់ក៏បោះបង់ចោលក្តីស្រមៃរបស់ខ្លួនទីបំផុតក៏សម្រេចចិត្តសុំលាលែងពីការងារទៅកាន់ចៅហ្វាយគាត់គិតថាបើនៅឆ្ងាយពីមិត្តរួមការងារគាត់នឹងរួចផុតពីជោគវាសនាត្រូវធ្វើការហួសកម្លាំងតែអ្វីដែលនឹកស្មានមិនដល់នៅតែសន្លប់ដោយសារតែហត់នឿយនៅត្រង់ជណ្ដើរពេលគាត់ភ្ញាក់ឡើងម្ដងទៀតគាត់បានដេកនៅមន្ទីរពេទ្យបាត់ទៅហើយពេទ្យបានស្ដីបន្ទោសគាត់ថាមិនព្រមថែរក្សាសុខភាពឲ្យបានល្អគាត់នឹងមិនអាចទ្រាំបានកន្លះឆ្នាំទៀតទេព្រមទាំងយកឧទាហរណ៍អាក្រក់មកបង្រៀនគាត់កន្លះខែមុនក៏មានបុគ្គលិកការិយាល័យម្នាក់ដែរដូចជាអ្នកដែរគឺនៅតែបដិសេធមិនព្រមទទួលស្គាល់រហូតដល់ស្លាប់មុនពេលស្លាប់នៅតែទូចថាមិនធ្លាប់ធ្វើការរហូតដល់យប់ជ្រៅម្ដងណាឡើយពេលដឹងថានារីម្នាក់មានរោគសញ្ញាដូចខ្លួនគាត់ក៏ប្រញាប់សុំឲ្យពេទ្យប្រាប់អាសយដ្ឋានទំនាក់ទំនងបន្ទាប់មកក៏ទ្រាំទ្ររាងកាយដើរទៅរកផ្ទះរបស់ក្មេងស្រីនោះគាត់បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលនេះមុនពេលស្លាប់គឺដូចជាខ្លួនគេដែរគឺសុទ្ធតែធ្លាប់ធ្វើការនៅកន្លែងតែមួយជាមួយមិត្តរួមការងារខ្ញុំទីបំផុតក៏ដឹងហើយហ្វានសៀវរួមបានប្រើវិធីអ្វីទិដ្ឋភាពនឿយហត់មកលើរាងកាយរបស់ខ្ញុំដែលងាយនឹងប្រតិកម្មតាមពិតការពិតបានលាក់ទុកនៅទីនេះសោះដោយផ្អែកលើការសម្ដែងដ៏លេចធ្លោរបស់ស៊ីវរ៉ាន់នាពេលថ្មីនេះក្រុមហ៊ុនបានសម្រេចចិត្តរៀបចំពិធីជប់លៀងអបអរសាទរមួយសម្រាប់គាត់អរគុណលោកថៅកែហើយក៏អរគុណដល់ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាផងដែរហាពិតណាស់ពិធីជប់លៀងចិត្តចាប់ផ្ដើមហើយមកឲ្យបានឆាប់ណាបានលោកថៅកែមានរឿងអីនិយាយគ្នាល្អទៅទូនស៊ីវរិនឯងបានធ្វើអីខ្ញុំមិនក៏អ្នកដែលដាច់យប់ជាឯងទៅវិញតែអ្នកដែលមានបញ្ហាសុខភាពបែរជាខ្ញុំទៅវិញស៊ឺយន់ជាឯងនិយាយអីគេហ្នឹងខ្ញុំស្ដាប់មិនយល់តតែសោះកុំធ្វើពុតទៀតអីមិនក៏ការនឿយហត់របស់ឯងមកធ្លាក់លើខ្ញុំឯងបានប្រាំឈ្មោះបាយអ្វីអូអញ្ចឹងឯងដឹងរឿងទាំងអស់មែនឯងបានធ្វើឲ្យគេយ៉ាងម៉េចបើឯងពូកែវីមកឯងវិតនេះទេបើឯងសម្រាប់ខ្ញុំនោះជាកំហឹងឯងកុំបង្ខំខ្ញុំអីប្រាប់វិធីដោះស្រាយមកប៉ាសៀកំពុងធ្វើអីហ្នឹងអាហោះទម្លាក់កម្មបិតចុះមិនក៏ឯងហ៊ានគំរាមកំហែងមិត្តរួមការងារសកម្មភាពគ្រោះថ្នាក់បែបនេះទៅកើតប៉ា
ឈ្មោះគ្រាន់តែគុំគូនខ្ញុំដែលដណ្ដើមតំណែងប្រធានក្រុមគាត់ដូច្នេះហើយបានជាគាត់មកសងសឹកខ្ញុំស៊ូយួនពួកឯងកុំធ្វើអីឆ្កងផ្ដេសផ្ដាស់ឲ្យសោះបើមានរឿងអីអង្គុយចុះនិយាយគ្នាឲ្យល្អទៅត្រូវតែស្ងប់ស្ងាត់ឲ្យបានបងសួងលើកក្រោយកុំធ្វើបែបនេះទៀតអីការសម្លាប់ខ្ញុំគឺជារឿងតូចតាចទេប៉ុន្តែការខូចពិធីសាធារណៈទើបជារឿងមិនល្អទេមុខក្រាស់មែនមើលគាត់មុខស្អុយស្លេកស្លាំងនោះទៅមើលនៅតែបង្ករឿងទៀតខ្ញុំអត់បានបិទភ្នែកអស់រយៈពេលជាងកន្លះខែហើយឲ្យខ្ញុំទីមើលពេលដងឯងអាចទ្រាំបានប្រមាណទៀតខ្ញុំបានឲ្យឱកាសឯងហើយគឺឯងខ្លួនឯងដែលមិនចេះថែរក្សាវ៉ាសូមអរគុណក្រុមហ៊ុនសម្រាប់ការរៀបចំពិធីជប់លៀងអបអរសាទរនេះសម្រាប់ខ្ញុំនឹងខិតខំឲ្យខ្លាំងជាងមុនដើម្បីសងគុណជាតិមុនរបស់ខ្ញុំគឺបន្ទាប់ពីពិធីជប់លៀងនេះហើយខ្ញុំក៏កៀងបេះដូងភ្លាមស្លាប់នៅខ្សែសង្វាក់ផលិតកម្មវេនយប់គេបានដើរជន់សពខ្ញុំឡើងដល់កំពូលជីវិតហ្វានស៊ីវរ៉ានក្នុងជាតិនេះខ្ញុំក៏នឹងជូនអំណោយពិសេសមួយដល់ឯងដែរមិនដឹងថាឥទ្ធិពលនៃម្នះលីគ្រឿងសមុទ្រនេះឯងអាចទ្រាំទ្របានឬអត់ទេស៊ូយៀនមិនឯងគិតតែពីស៊ីអីចឹងសមុខហើយដែលចៅហ្វាយដកតំណែងប្រធានក្រុមឯងការសម្ដែងរបស់បងស្រីស៊ីវរ៉ាននៅក្នុងសាលជប់លៀងពេលនេះប្រកាសជានឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចំពោះមនុស្សមួយចំនួនការត្រូវបណ្ដេញចេញគ្រាន់តែជារឿងយូរឆាប់ប៉ុណ្ណោះភ្ញាក់ផ្អើលគ្រប់គ្នាអីចឹងពួកឯងនឹងងាប់ហើយទៅទៀតអ្វីដែលខ្ញុំចង់អរគុណគឺលោកជំទាវខ្ញុំមិនអីទេមែនទេអូខ្ញុំមិនអីទេស្អុយណាស់អូបាត់ជើងនៅទីនេះហើយក្នុងឱកាសសំខាន់បែបនេះមិនក៏មានអ្នកថមទៅកើតក្លិននេះហាក់ដូចជាសត្វចុះមកពីលើឆាកមិនអីទេរឿងធម្មតាទេហាអស់លោកអ្នកកុំចាប់អារម្មណ៍នឹងរឿងបន្តិចបន្តួចនេះអីមកពួកយើងដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុនលើកែវទាំងអស់គ្នាមកផឹកមួយមកប្រធានក្រុមហ្វានលោកមានបំណងទៅណាក្រែងលោកជាលោកឯងអ្នកផងហើយស្អុយម្លេះលោកទៅជាញ៉ាំអីផ្ដេសផ្ដាស់ខ្លះទៅលោកថៅកែការផំនេះក៏គួរតែមើលកាលៈទេសៈដែរនេះជាថៅកែធំ2 3នាក់នោះចង់មានន័យថាម៉េចប្រញាប់រកឲ្យឃើញអ្នកផំស្អុយនោះមកបណ្ដេញចេញទៅលោកនាយកវាងលោកនាយកស៊ីនលើកនេះស្រាយបំភ្លឺលោកចាំបាច់ត្រូវផ្ដល់ការបំភ្លឺបាទរឿងនេះអាចទុកមួយឡែកសិនបានតើអ្នកដែលឆ្លាតបន្តិចលោកគ្រូចេញមុខមកស៊ីលៀនកុំញ៉ាំទៀតអីលោករដ្ឋមន្ត្រីហ្វានលោកទើបឡើងកាន់តំណែងភ្លាមក៏បញ្ចេញអំណាចតែម្ដងឬរកពីជាមន្ត្រីរបស់លោកធំម្លេះបើខ្ញុំឲ្យញ៉ាំអីនៅក្នុងពិធីជប់លៀងនោះតើលោកបានខ្វល់ទេលោកអ្នកនេះហើយជាអ្នកបញ្ចេញវាស្អុយណាស់បងសួនហេតុអីបងទៅអាចខ្យល់នៅកន្លែងសំខាន់បែបនេះស្អុយស្លាប់ហើយគឺឯងនឹងមិននឹកស្មានថាស្អាតដល់ថ្នាក់នេះសោះនៅតែធ្វើខ្លួនអាក្រក់បែបនេះឯងឆាប់ចេញទៅកុំធ្វើឲ្យប៉ះពាល់អារម្មណ៍ល្អរបស់ថៃកែរបស់អ្នកត្រូវហើយចេញទៅត្រូវហើយខ្ញុំនឹងបណ្ដេញវាចេញខ្ញុំជឿថាស៊ូយៀនមិនមែនជាមនុស្សបែបនេះទេយូហ្វាតើអ្នកក៏ចង់ប្រងើយកន្តើយជាមួយស៊ូយៀនដែរឬបងហ្វាអ្នកស្អាតស្អំនឹងបញ្ជាក់ខ្លួនឯងបើមិនបានមែនយើងចាំមើលសិនទៅអ្នកណាទៅជាអ្នកភូតកុហកពិតប្រាកដនោះឯងឈួតទេពាក្យ3ម៉ាត់នេះគឺជាពាក្យរបស់ថៅកែធំនរណាមានពេលមកបង្រៀនរឿងផ្ដេសផ្ដាស់ឯងថាឯងជាមនុស្សរិចរើខ្ញុំឈួតហើយអីតែលើកនេះមិនមែនរងចាំឯងទេតែរងចាំឯង
ពិតជាហ្វានឈីវរ៉ាន់មែនឬមិនបានទេហ្វានឈីវរ៉ាន់ជាមនុស្សដែលខ្ញុំបានលើកស្ទួយដោយផ្ទាល់ដៃមិនអាចឲ្យបាត់បង់មុខនៅទីនេះទៀតទេលីលៀនអ្នកជីថៅកែអ្នកណាជាអ្នកធ្វើរឿងផ្ដេសផ្ដាសនេះបន្តិចទៀតនឹងបង្ហាញហើយទៅណាម៉ាក់ខ្ញុំទ្រាំលេងបានហើយខ្ញុំចាំបាច់ត្រូវទៅបង្គន់ឯងទ្រាំទៅឯងចង់ទៅក៏ទៅ